បងប្អូននេះគឺជាភាពអស្ចារ្យនៃថ្ងៃរះនៅប្រាសាទអង្គរវត្តហើយវីដេអូនេះកាលពីខែ3ហ្នឹងបងប្អូនកាលដែលថ្ងៃសមារាត្រីដោយសារតែអត់ទាន់បានមានពេលឥឡូវនេះខ្ញុំសូមនាំអារម្មណ៍បងប្អូនទៅមើលថ្ងៃរះថ្ងៃសមារាត្រីទាំងអស់គ្នាបងប្អូនបាទនេះជាថ្ងៃទី1តែពិតទៅគឺមាន3ថ្ងៃហ្នឹងបងប្អូនថ្ងៃទី20 21 22បាទហើយយើងក្រោកមកពីយប់ពីព្រលឹមអញ្ចឹងឯងបងប្អូនបាទគឺម៉ោង4កន្លះម៉ោង5ហើយអ្នកខ្លះក៏មកតាំងពីម៉ោង4អីអញ្ចឹងបងប្អូនប៉ុន្តែគាត់ថាពេលដែលមកដល់ហ្នឹងអាជ្ញាធរអត់ទាន់បើកឲ្យចូលទេបាទយើងត្រូវតែនៅចាំផ្នែកខាងក្រៅបាទតម្រង់ជួរគ្នាធម្មតាហ្នឹងហើយលុះត្រាតែដល់ពេលវេលាកំណត់បាទបានអាជ្ញាធរបើកឲ្យដើរចូលទៅក្នុងបរិវេណនៃប្រាសាទអង្គរវត្តបាទហ្នឹងហើយអញ្ចឹងពេលដែលចូលមកដល់គឺគ្រប់គ្នាគឺរងចាំអញ្ចឹងឯងបងប្អូនបាទរងចាំមើលពន្លឺថ្ងៃរះបាទហើយនៅពេលដែលថ្ងៃរះមកគឺថាមានលក្ខណៈស្រស់ស្អាតបាទដោយសារតែថ្ងៃដែលរះនៅក្នុងថ្ងៃសមារាត្រីហ្នឹងព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តបាទហ្នឹងហើយលុះត្រាតែយើងឈរនៅលើស្ពានរានហាលហ្នឹងបានយើងមើលឃើញរះចំកំពូលកណ្ដាលហ្នឹងបងប្អូនបើសិនជាបងប្អូនទៅឈរនៅឯចំហៀងអត់ចំខាងមុខចំនៃប្រាសាទអង្គរវត្តហ្នឹងក៏បងប្អូនអត់ឃើញកំពូលថ្ងៃរះនៅចំកំពូលកណ្ដាលដែរបាទចឹងបានថាមួយគឺថានាំគ្នាក្រោកមកហ្នឹងបងប្អូនដោយសារតែថាយើងចង់ឃើញបាទយ៉ាងហោចណាស់ក៏ម្ដងឬក៏2ដងដែរបាទអញ្ចឹងថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះពិតជាអស្ចារ្យណាបងប្អូនបាទល្បីល្បាញទៅដល់បរទេសល្បីល្បាញទៅដល់ពិភពលោកបាទមិនមែនមានតែភ្ញៀវខ្មែរយើងទេមានភ្ញៀវបរទេសច្រើនក៏គាត់ចង់មកចូលរួមបានឃើញដោយផ្ទាល់ភ្នែកបាទកុំបានឃើញតែក្នុងវីដេអូអញ្ចឹងណាបងប្អូនបាទអញ្ចឹងពួកគាត់ជិះយន្តហោះរាប់រយរាប់ពាន់គីឡូម៉ែត្របាទដើម្បីមកទេសនានៅក្នុងប្រទេសយើងបងប្អូនឥឡូវនេះម៉ោង5ព្រឹកបងប្អូនបាទម៉ោង5 10នាទីហើយឥឡូវនេះខ្ញុំទៅតែមកដល់មុខប្រាសាទអង្គរវត្តកន្លែងផ្លូវដើរចូលបងប្អូនបាទហ្នឹងហើយហើយម៉ោងតបតែម៉ោង5សោះឥឡូវមានភ្ញៀវមួយច្រើនមែនទែនបាទខំជិះម៉ូតូស្មាលេតតើស្មានដើម្បីយឺតតើ